តែហេតុដូចមិនដេចបានជាវាយ6 ខែវាអត់ដួលខ្ញុំវិភាគជូនបងប្អូនណាដូចជាពាក្យថាអាមេរិកាំងអស់គ្រាប់អាមេរិកាំងវាមិនអស់គ្រាប់ទេគឺបំផ្លាញគ្រាប់ចោលនៅពេលដែលធ្វើសង្គ្រាមហើយអ៊ីរ៉ានចាប់ផ្ដើមប្រើ drone នៅសហរដ្ឋអាមេរិក start up company ស្អីទៅ start up company គឺក្រុមហ៊ុនតូចៗដែលផលិតអាវុធសម្រាប់ប្រឆាំង drone ដែលផលិត drone សម្រាប់ប្រឆាំង drone បានដាក់ពាក្យទៅរដ្ឋាភិបាលបានដាក់ពាក្យទៅរដ្ឋាភិបាលសុំឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យផ្ដល់នៅអាវុធថោកយោធុបករណ៍ថោកទៅទប់ទល់នឹង drone ក្រសួងការពារជាតិលោកប្រធានាធិបតីមិនមើលមុខទេសុខចិត្តជះលុយរាប់ពាន់លានឲ្យក្រុមហ៊ុនដែលគិតកំជ្រួចមកក្រប4លានទៅ15លានដុល្លារឲ្យវាធ្វើទីបំផុតយកអាក្របកំជ្រួច4លានទៅបាញ់ដ្រូន20ម៉ឺនយកអាកំជ្រួច4លានទៅ15លានទៅបាញ់កំជ្រួចតម្លៃ2លានបាញ់ទាល់តែអស់ក្របជាងពាក់កណ្ដាលហ្នឹងមួយណាក្រុមហ៊ុនអាមេរិកកាំងប៉កែណាបងប្អូនដាក់ពាក្យសុំថាឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យគេផ្ដល់ឲ្យទៅគ្នាវាបានចេញមុខចេញមាត់ផងមុខរបរកូរីកទៅគ្នាអាចនឹងផ្ដល់ឲ្យរបស់ដែលថោកហើយយកទៅបំផ្លាញអ៊ីរ៉ានបានយ៉ាងងាយហើយអ៊ីរ៉ានបើវាមានកំជ្រួច20000ដើមយើងឯនេះអត់ចេះអស់ក្របទេពីព្រោះរបស់ហ្នឹងវាថោកមិនទទួលទេមិនមើលមុខគេទេសុខចិត្តជះលុយរាប់ពាន់លានតែឲ្យអាក្រុមហ៊ុនធំធ្វើឥឡូវប្រកាសថាវាខ្វះក្របវាមិនមែនអញ្ចឹងទេបងប្អូនគឺជារបៀបជះលុយទៅឲ្យគ្នាគេនិយាយចំនឹងអញ្ចឹងមួយទៀត Zelensky បានមកជួបគាត់ថា Zelensky ខ្វះទីតាំងព្រោះ Zelensky ផលិតក្របរំសេវនៅក្នុងប្រទេសប៉ូឡូញសូមបញ្ជាក់ណា Zelensky មានឧស្សាហកម្មផលិតសព្វាវុធយុទ្ធោបករណ៍ធំជាងគេគឺនៅប៉ូឡូញZelensky បានស្នើសុំថាការទប់ទល់ drone របស់អ៊ីរ៉ានសុំការអនុញ្ញាតវិនិយោគពីអាមេរិកគឺការអនុញ្ញាតវិនិយោគពីអាមេរិកឲ្យតែលោកប្រធានាធិបតីព្រមក្រុមហ៊ុនយូក្រេនៀនបូកអាមេរិកាំងបើករោងចក្រនៅអាមេរិកផលិតសព្វាវុធសម្រាប់ចាប់ drone សម្រាប់បំផ្លាញ drone នៅលើដីអាមេរិកផ្គត់ផ្គង់ឲ្យសុំឲ្យលោកប្រធានាធិបតីអនុញ្ញាតឲ្យ joint venture ជាដៃគូនឹងទី1ទី2អនុញ្ញាតឲ្យក្រសួងការពារប្រទេសទិញផលិតផលដែលហៅថាផលិតផលអាមេរិកពីព្រោះផលិតនៅលើដីអាមេរិកធនថោកត្រូវការ1លាន drone មួយខែអាចផលិតបាន10លាន drone ក៏បានដែរមិនព្រមទេមិនមើលមុខ Zelensky ទេរហូតដល់ឥឡូវអត់មើលមុខទេ Zelensky ក៏ទៅចុះហត្ថលេខាជាមួយអង់គ្លេសក៏ទៅចុះហត្ថលេខាជាមួយនឹងប្រទេសឈូងសមុទ្រ Zelensky ចង់តាំងរោងចក្រនៅលើដីអាមេរិកហើយសុំឲ្យអាមេរិកទទួលទិញផលិតផលដែលប្រកាសថា Made in America មិនព្រមរបស់ដែលទៅបំផ្លាញ drone របស់អ៊ីរ៉ានប្រើ drone មួយថា20000 drone របស់យូក្រេនមួយទៅ1500ទៅ3000នេះកុំតិច drone របស់យូក្រេនរបស់អ៊ីរ៉ានបានយ៉ាងថោកអត់ព្រមទេព្រមងាកទៅកូរ៉េខាងត្បូងគេមានកំជ្រួចដែលសមត្ថភាពកំជ្រួចគេស្មើនឹង Patriot អា Patriot នេះហើយនឹងសមត្ថភាពរបស់កំជ្រួចកូរ៉េត្បូងមានអាមេរិកាំងថាច្បាប់ទិញមិនបានមិនឲ្យទិញឥឡូវនេះថាអស់គ្រាប់ចុះបើអាមេរិកាំងអស់គ្រាប់មិនក៏អ៊ីស្រាអែលវាអត់ចេះអស់គ្រាប់ឆ្ងល់ទេអ៊ីស្រាអែលវាប្រើតែគ្រាប់អាមេរិកទេវាមិនឮសូរថាអ៊ីស្រាអែលអស់គ្រាប់វាមិនក៏កងទ័ពអាមេរិកទៅជាមានរបាយការណ៍ថាអស់គ្រាប់ហើយអាវុធដែលអាចយកពីកូរ៉េខាងត្បូងមកប្រើបានមិនយកទេថាបច្ចេកវិទ្យារបស់កំជ្រួចកូរ៉េខាងត្បូងវាជាប់តាក់ទងនឹងរុស្ស៊ីច្បាប់មិនឲ្យយកមកទេហើយក៏និយាយថាផ្សព្វផ្សាយចេញមកថាអស់គ្រាប់សុទ្ធតែជានយោបាយណាអូខេលីចុងបើត្រូវការឲ្យតាប្លុកចៅឯងចោលអញអត់ចូលចិត្តទេរឿងមនុស្សមយាអញកំពុងនិយាយណាអានផ្ទះបាញ់ឯងចង់ឲ្យអញឆ្លើយឬក៏ចង់ឲ្យអញប្លុកឯងចោលយីអាពួកក្មេងសងៃយ៉ាប់មែនតើឯងខំប្រឹងយកចិត្តទុកដាក់និយាយឲ្យបងប្អូនយើងស្ដាប់យល់ពីបញ្ហាវាសួរតាមិននិយាយ comment អញ្ចឹងក៏ដូចមកអានផ្ទះបាញ់ណាអានេះជេរមួយឲ្យបាត់ចង្រៃឥឡូវឯងចង់អញប្លុកឯងចោលឯងអាម៉េចអានផ្ទះបាញ់
បងប្អូនណាខ្ញុំមនុស្សចាស់អត់ចេះជេរទេខូចមាត់ខូចកអស់មកពីអាក្មេងនិយាយអស់នេះមែនអាលីឆុងគេហាមនុស្សចាស់កំពុងតែនិយាយស្ដាប់សិនទៅដូចមកអាប្រកាច់ខ្ញុំខូចមាត់ខូចកអស់ដោយសារតែអាក្មេងជោហ្នឹងកំពុងនិយាយពីរឿងជោហ្នឹងណានិយាយពីរឿងអួតហ្នឹងអត់ចេះស្ដាប់សោះវិញអូយអាសំណាងណាស់លោកហ៊ុនសែនគាត់សូនបើចេញសពកាន់ប្រទេសវិញអញប្រាប់ឯងទៅពួកឯងនេះអត់ទេអញលៃលោកឲ្យម៉ែឯងទម្លាក់ចោលមុនឯងកើតកុំឲ្យជាប់សាច់ជាប់ឈាមថាខ្មែរឥឡូវឈួតតែអញ្ចឹងចាស់និយាយស្អីអត់ចេះគោរពចេះស្ដាប់អីទេសួរដែរធ្វើម៉េចបានញ៉ើខ្ញុំអញ្ចឹងសម័យពីដើមគេកំភ្លៀងចូលនេះចូលចឹងអត់ថាខ្ញុំខូចមាត់ខូចកអស់ដោយសារតែអញ្ចឹងតែបងប្អូនយើងកំពុងនិយាយកិច្ចការងាប់ហើយកូនខ្ញុំចៅខ្ញុំអីមកចិត្តហ្នឹងងាប់ហើយប៉ើងខ្ញុំប្រាប់ទៅណាអាលីឆុងត្រូវការឲ្យដេញចោលទេត្រូវការឲ្យប្លុកចោលទេអាលីឆុង account ដាក់អត់ដាក់រូបដាក់អីតាមទៅអញចូលចិត្តតែចឹងទី1សង្គ្រាមនៅអាយរ៉ុនវាមិនមែនច្បាំង6ខែអត់ដួលទេគឺម្ដងអីចេះម្ដងអីចោះហ្នឹងទី1ទី2ណាវាតកតងនឹងការប្រើប្រាស់អីដែលខ្ញុំរៀបរាប់មកទី3របស់ដែលអាចយកទៅបាញ់ទម្លាក់ drone បាញ់ទម្លាក់កំជ្រួចបានថ្លៃថោកអត់ប្រើទេសុកចិត្តប្រើឲ្យខាតលុយអស់រាប់ពាន់លានហើយឥឡូវនេះដូចអាចចូលឈ្នៀងអញ្ចឹងទាំងអស់នឹងសរុបមកគឺចូល